Sarang ní thminh tol rư mưu nè ngàn gì thá mê bốc sarang ní à phá sóp trongวันนี้ขาซอยโดยสารแต่ชมชื่อทมิงตอลคือชมบ้านเติมมันตีเป็ดโอเคតើព្យួរសរោមភាសាកូរ៉េគេនិយាយថាម៉េចព្យួរសរោមក្នុងភាសាកូរ៉េយើងអាចនិយាយបានពីពាក្យ lingomata ហើយនិង suegmata ឥឡូវនេះខ្ញុំនឹងលើកឧទាហរណ៍មួយសម្រាប់បងប្អូនទាំងអស់គ្នាដោយលើកយក lingomata មកនិយាយ O늘 nomu pigoneso yongyangje lingomatasoyo ក្នុងប្រយោគនេះគឺបានន័យថាថ្ងៃនេះដោយសារតែអស់កម្លាំងខ្លាំងពេកគឺខ្ញុំបានដាក់សរោមកម្លាំងអរគុណចុកឆ្អល់ក្នុងពោះភាសាកូរ៉េនិយាយថាម៉េចតោះបើមិនទាន់ដឹងទេមករៀនជាមួយនឹងខ្ញុំតែបើដឹងហើយសូមជួយចែករំលែកទាំងអស់គ្នាចុកឆ្អល់ក្នុងពោះភាសាកូរ៉េថា Peka Thopurukata បើន័យថាយើងចុកឆ្អល់ណែនខ្យល់នៅក្នុងហ្នឹងអត់សូវរំលែហាហ្នឹងភាសាកូរ៉េគេនិយាយថា Peka Thopurukeo 저는 Peka Thopuruk에서 병원에 갔어요ក្នុងន័យនេះគឺបានន័យថាខ្ញុំដោយសារតែឆ្អល់ពុះគឺខ្ញុំទៅមន្ទីរពេទ្យអរគុណដកថ្មិញតើដកថ្មិញភាសាកូរ៉េគេនិយាយថាម៉េចតោះបើដឹងហើយសូមជួយចែករំលែកតែបើមិនទាន់ដឹងទេមករៀនជាមួយនឹងខ្ញុំអូខេពាក្យថាដកថ្មិញយើងអាចនិយាយបានពីរពាក្យយើងអាចនិយាយបានថា palchiada ឬមួយក៏ ឬ popta តើគ្នាប្រសិនបើគ្នាមានអាការៈដូចជាឈឺថ្មិញឬមួយថ្មិញខូចចង់ទៅមន្ទីរពេទ្យថ្មិញហើយអ្នកទាំងគ្នាចង់ធ្វើការដកថ្មិញអ្នកគ្នាអាចនិយាយបានថា palchi harawasayo មួយអ្នកទាំងអស់គ្នាអាចនិយាយទៅកាន់គ្រូពេទ្យថា iru popko sipayo នៅអ្នកទាំងគ្នាយើងអាចនិយាយជាប្រយោគនេះបានបងប្អូនទាំងអស់គ្នាសម្រាប់បងប្អូនចង់រៀនភាសាកូរ៉េដើម្បីពង្រឹងសមត្ថភាពខ្លួនឯងក៏ដូចជាត្រៀមប្រឡងយកកម្រិតណាមួយនៅក្នុងក្រសួងដើម្បីបដូរវីសាបងប្អូនអាចទំនាក់ទំនងមកខ្ញុំបានហើយយើងអាចរៀនបានទាំងនៅក្នុងប្រទេសកូរ៉េហើយក៏នៅក្នុងប្រទេសកម្ពុជាដែលបងប្អូនចង់រៀនត្រៀមមុនដើម្បីចង់ចេះនិយាយទំនាក់ទំនងប្រចាំថ្ងៃផងដែរបងប្អូនអាចទំនាក់ទំនងខ្ញុំបានណាដែលយើងធ្វើការសិក្សានៅកម្មវិធី Zoom ហើយសម្រាប់កម្រិតមួយសម្រាប់បងប្អូននៅក្នុងប្រទេសកូរ៉េគឺយើងចាប់ផ្ដើមនៅក្នុងថ្ងៃសៅរ៍នេះហើយសូមអរគុណស្រាវថ្មិញភាសាកូរ៉េគេនិយាយថា Ika Siryoyo Ika Sirida Chika Ika Siryoso 병원에 가고 싶어요 នៅក្នុងនេះគឺចង់បាននិយាយថាដោយសារតែខ្ញុំស្រាវថ្មិញគឺខ្ញុំចង់ទៅមន្ទីរពេទ្យអរគុណស្រោបថ្មិញតើស្រោបថ្មិញភាសាកូរ៉េនិយាយថាម៉េចតោះមិនដឹងហើយសូមជួយចែករំលែកតែបើមិនទាន់ដឹងទេមករៀនជាមួយនឹងខ្ញុំស្រោបថ្មិញយើងអាចនិយាយបានពីរពាក្យយើងអាចនិយាយបានថា Chiaru Siuda Kuraon Heyo ចឹងនៅក្នុងនេះបងប្អូនអាចនិយាយទាំងពីរពាក្យបានមួយណាក៏បានដែរគឺថា Chonen Kuraon Harawasayo ក្នុងប្រយោគនេះបានន័យថាខ្ញុំមកដើម្បីស្រោបថ្មិញឬមួយក៏ខ្ញុំចង់ស្រោបថ្មិញសារ៉ាំងនេះថ្មិញតលឬមួយអ្នកនិយាយថា Mebok sarang ni sarang ni apaso ខ្ញុំวันนี้ขาซอยដោយសារតែខ្ញុំឈឺថ្មិញតលគឺខ្ញុំបានទៅមន្ទីរពេទ្យអូខេរមូលពោះឬមួយក៏ឈឺតិចក្តៅតិចបែបរមូលនៅក្នុងពោះក្នុងភាសាកូរ៉េយើងអាចនិយាយបានថា suki suryoyo suki surida នេះជាអាការៈបែបរមូលពោះឈឺក្តៅតិចអ៊ុននៅក្នុងពោះយើងនឹងឯងឧទាហរណ៍ថា 저는 쑥기 쓰려서 병원에 갔어요 ដោយសារតែខ្ញុំមានអាការៈរមូលពោះក្តៅអ៊ុនតិចចឹងនេះគឺខ្ញុំមកទៅមន្ទីរពេទ្យស្រាវថ្មិញភាសាកូរ៉េគេនិយាយថា Ika Siryoyo Ika Sirida 제가 Ika Siryo서 병원에 가고 싶어요 នៅក្នុងនេះគឺចង់បាននិយាយថាដោយសារតែខ្ញុំស្រាវថ្មិញគឺខ្ញុំចង់ទៅមន្ទីរពេទ្យអរគុណឈឺសន្លាក់តើឈឺសន្លាក់ភាសាកូរ៉េគេនិយាយថាម៉េចតោះបើបងប្អូនដឹងសូមជួយចែករំលែកតែបើសិនជាមិនទាន់ដឹងទេមករៀនជាមួយខ្ញុំងាយឈឺសន្លាក់ភាសាកូរ៉េគេអាចនិយាយបានថា Kwanjori Apayo តែបើរលាកសន្លាក់ Kwanjolyom អូខេហ្នឹងហើយបងប្អូនគ្នាឈឺសន្លាក់គឺវាបង្កមកជាតិអាស៊ីតឡើងនេះបងប្អូនគ្នាប្រសិនបើបងប្អូនមានអាការៈឈឺសន្លាក់ហើមសន្លាក់អីហ្នឹងគឺយើងអាចទៅមន្ទីរពេទ្យហើយនិយាយទៅកាន់គ្រូពេទ្យថា Kwanjori Apayo ច្រាលអាស៊ីតក្រពះតើភាសាអង់គ្លេសគេនិយាយថាម៉េចតើបងប្អូនណាខ្លះធ្លាប់កើតជំងឺក្រពះដូចជាឡើងជាអាស៊ីតច្រាលអាស៊ីតឡើងតោះបើដឹងហើយសូមជួយចែករំលែកហើយបើមិនទាន់ដឹងមករៀនជាមួយខ្ញុំច្រាលអាស៊ីតក្រពះយើងអាចនិយាយបាន3ពាក្យគឺ Visani Nyoknyuhada Visan Nyoknyuga Ita
Visani Ola Oda បើតាមបទពិសោធន៍របស់ខ្ញុំធ្លាប់ទៅមន្ទីរពេទ្យដែលយើងនិយាយងាយៗ Visani Ola Vayo នៅក្នុងប្រយោគនេះចាំន័យថាច្រាលអាស៊ីតក្រពះបានន័យថាវាឡើងមកធ្វើឲ្យយើងចុកអួលក្នុងទ្រូងអាការៈបែបនេះហើយគឺច្រាលអាស៊ីតក្រពះយើងអាចនិយាយក្នុងប្រយោគនេះបានអរគុណស្រោបថ្មិចតើស្រោបថ្មិចភាសាកូរ៉េនិយាយថាម៉េចតោះបើដឹងហើយសូមជួយចែករំលែកតែបើមិនទាន់ដឹងទេមករៀនជាមួយនឹងខ្ញុំស្រោបថ្មិញយើងអាចនិយាយបានពីរពាក្យយើងអាចនិយាយបានថា Chiaru si uda puraun heyo ចឹងនៅក្នុងនេះបងប្អូនអាចនិយាយទាំងពីរពាក្យបានមួយណាក៏បានដែរឬថាច្រើននឹង Kuraun hara wasayo ក្នុងប្រយោគនេះបានន័យថាខ្ញុំមកដើម្បីស្រោបថ្មិញឬមួយក៏ខ្ញុំចង់ស្រោបថ្មិញរបស់ចាស់តើភាសាកូរ៉េគេនិយាយថាម៉េចតោះឥឡូវមករៀនជាមួយគ្នារបស់ចាស់នៅក្នុងភាសាកូរ៉េគឺយើងអាចនិយាយបានច្រើនពាក្យដែរយើងអាចនិយាយបានថា ore ten god nakun god នេះប្រែថារបស់ចាស់ឧទាហរណ៍ថា oren ten sinbal ស្បែកជើងចាស់ឥឡូវខ្ញុំនឹងឧទាហរណ៍នៅក្នុងប្រយោគមួយអរយោស៊ឺទេពូថជីគឹមកាជី oren ten chibeso salku isayo នៅក្នុងប្រយោគនេះបានន័យថាតាំងពីតូចរហូតមកដល់ពេលនេះគឺខ្ញុំរស់នៅក្នុងផ្ទះចាស់ដដែលផ្ការីកក្នុងភាសាកូរ៉េគេនិយាយថា kuchi pida ចោះបាយរីកភាសាកូរ៉េគេនិយាយថាម៉េចនឹងឯងអ្នកនរគ្នាទម្លាប់ប្រចាំថ្ងៃរបស់យើងម្ដងម្កាលតែងតែដាំបាយរីកដោយសារដាក់ទឹកច្រើនជាពិសេសគឺខ្ញុំនឹងតែម្ដងតោះឥឡូវនេះគឺយើងមករៀនជាមួយគ្នានៅពាក្យថាបាយរីកបាយជ្រាយប៉ុន្តែខ្ញុំមិនដឹងថាអ្នកនរគ្នាហៅរីកឬហៅជ្រាយទេប៉ុន្តែខ្ញុំហៅរីកបាទហៅរីកបាយរីកនៅក្នុងភាសាកូរ៉េយើងនិយាយថា Pabi Childa Pabi Jiroyo ហើយអូន Pabi Chung Jirosoyo នឹងឯងអ្នកគ្នានៅក្នុងប្រយោគនេះបានន័យថាថ្ងៃនេះបាយរីកបន្តិចហើយនៅអ្នកគ្នាបើសិនជាអ្នកគ្នាចង់និយាយថាបាយរីកបន្តិចហើយគឺអ្នកគ្នាអាចនិយាយប្រយោគនេះបានហើយសួស្តីបងប្អូនទាំងអស់គ្នាសម្រាប់បងប្អូនដែលមានបំណងចង់រៀនភាសាកូរ៉េដើម្បីបង្កើនសមត្ថភាពខ្លួនឯងសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃនៅក្នុងប្រទេសកូរ៉េឬមួយក៏រៀនត្រៀមប្រឡងយកកម្រិតណាមួយនៅក្នុងក្រសួងដើម្បីរៀនកម្រិតដើម្បីយកសញ្ញាបត្របដូរវីសាហើយបងប្អូនអាចរៀនបានទាំងនៅក្នុងប្រទេសកូរ៉េនិងប្រទេសកម្ពុជាដែលបងប្អូនអាចត្រៀមទុកមុនក៏បានដែរគឺអាចទំនាក់ទំនងមកខ្ញុំបានដែលយើងសិក្សាតាមរយៈ Zoom នៅរៀងរាល់ថ្ងៃសៅរ៍អាទិត្យអរគុណពូឡានតើបងប្អូនធ្លាប់ពូឡានទេនៅក្នុងប្រទេសកូរ៉េតើពូឡាននៅក្នុងភាសាកូរ៉េគេនិយាយថាម៉េចតោះបើដឹងហើយជួយចែករំលែកប៉ុន្តែបើសិនជាអត់ទាន់ដឹងទេមករៀនជាមួយនឹងខ្ញុំពូឡានក្នុងភាសាកូរ៉េយើងអាចនិយាយបានថា molmi hata molmi heo ពូឡានJika molmi에서 외출하기 싫어요 ក្នុងប្រយោគនេះបានន័យថាដោយសារតែខ្ញុំពូឡានខ្ញុំមិនចូលចិត្តចេញទៅក្រៅទេអរគុណសួស្តីបងប្អូនទាំងអស់គ្នាសម្រាប់បងប្អូនដែលមានបំណងចង់រៀនភាសាកូរ៉េនៅក្នុងសិភៅសាហេតុងប្រូក្រាមកម្រិត1កម្រិត2ដែលយើងចាប់ផ្ដើមនៅសប្តាហ៍ក្រោយបន្ទាប់ពីសល់ឡាននេះហើយមានចំណាប់អារម្មណ៍ឆាតមកណា